កម្ពុជាអូស្ត្រាលីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជាអូស្ត្រាលីនិងស្វែងរកមធ្យោបាយនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននៅប្រទេសអូស្ត្រាលីដែលបានចេញផ្សាយនៅថ្ងៃទី16ខែមីនាឆ្នាំ2026នេះបានឲ្យដឹងថាតបតាមការអញ្ជើញរបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី15ដល់ថ្ងៃទី16ខែមីនាឆ្នាំ2026ក្នុងការទស្សនកិច្ចឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលីនិងមានជំនួបដាច់ដោយឡែកជាមួយលោកជំទាវ Penny Wong និងឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រីការពារជាតិជំនួបទាំងនេះបានផ្ដល់ឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជាអូស្ត្រាលីនិងស្វែងរកមធ្យោបាយនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតកិច្ចសហប្រតិបត្តិការនយោបាយនិងស្ថាប័ននីតិបញ្ញត្តិថ្នាក់ដឹកនាំអូស្ត្រាលីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងបានបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងអូស្ត្រាលីភាគីទាំងពីរបានគូបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាទៀងទាត់និងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីររួមទាំងការជំរុញការទូតសភាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចភាគីទាំងពីរបានស្វាគមន៍ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅប៉ុន្មានឆ្នាំចុងក្រោយនេះនិងទទួលស្គាល់ថានៅមានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតអូស្ត្រាលីនៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ 1.2 ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ2025ឯកឧត្តមប្រាក់សុខុនបានលើកទឹកចិត្តឲ្យធុរជនអូស្ត្រាលីស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យអាទិភាពនានាដូចជាអប់រំកសិកម្មការកែច្នៃផលិតផលកសិកម្មថាមពលរ៉ែនិងសេវាសុខាភិបាលកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការអភិវឌ្ឍមូលធនមនុស្សឯកឧត្តមប្រាក់សុខុនបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអូស្ត្រាលីសម្រាប់ការផ្តល់ជំនួយអភិវឌ្ឍយូរអង្វែងដល់កម្ពុជាដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារកម្ពុជាឡើងវិញក្រោយសង្គ្រាមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អូស្ត្រាលីរួមមានការគាំទ្រក្នុងវិស័យកសិកម្មអប់រំសុខាភិបាលនិងការបោសសម្អាតមានទឹកប្រាក់សរុបប្រមាណ 1.4 ប៊ីលានដុល្លារសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ1992មកឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ការបន្តគាំទ្ររបស់អូស្ត្រាលីក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី Australian Award Scholarship ដែលបាននឹងកំពុងផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាជាង 1,100 នាក់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅក្នុងប្រទេសអូស្ត្រាលីកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិនៅក្នុងជំនួបជាមួយឯកឧត្តម Richard Marles ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសន្តិសុខនិងការការពារជាតិរវាងប្រទេសទាំងពីរឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងវិស័យនានារួមមានការប្រយុទ្ធប្រឆាំងភេរវកម្មការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងការកសាងសមត្ថភាពការពារជាតិភាគីកម្ពុជាក៏បានសម្ដែងអំណរគុណអូស្ត្រាលីចំពោះការបន្តគាំទ្រក្នុងការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍជំនាញសម្រាប់មន្ត្រីយោធាកម្ពុជាពាក់ព័ន្ធនឹងសភាពការព្រំដែនកម្ពុជាថៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំអូស្ត្រាលីអំពីការវិវត្តថ្មីៗនិងបានថ្លែងអំណរគុណអូស្ត្រាលីចំពោះការគាំទ្រដល់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីឯកឧត្តមប្រាក់សុខុនបានសម្ដែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលអូស្ត្រាលីនិងលោកជំទាវ Penny Wong ដែលបានរៀបចំទទួលដ៏ល្អនិងផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះភាគីទាំងពីរបានសម្ដែងនូវការជឿជាក់ថាទស្សនកិច្ចនេះនឹងពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀតរវាងកម្ពុជានិងអូស្ត្រាលី